ទេសនិកជនជាទីមេត្រីឈានចូលការប្រកួតធ្វើជុំសន្សំបន្ទូដើម្បីឈ្មោះទៅដណ្ដើមខ្សែក្រវ៉ាត់អារ៉ាបាល់គូទី1បង្គោលក្រហមអាយុ23ឆ្នាំទម្ងន់69គីឡូក្រាមកម្ពស់ 1.70 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅភូមិស្វាយគុំឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងធ្លាប់ប្រកួតចំនួន112ដងឈ្នះ81ដងចាញ់26ដងស្មើ5ដងផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន25ដងប្រកួតចុងក្រោយចាញ់ពិន្ទុកីឡាកររ៉ារឿងលោកឆាំប៉ាឆៃវាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកឡុងសាឡវ៉ាន់មកពីក្លឹបសាឡវ៉ាន់កីឡាទស្សនិកជនសូមសម្លេងស្វាគមន៍ជូនកីឡាករព្រះរាជាណាចក្រកម្ពុជាបង្គោលក្រហមឡុងសូភីបង្គោលខៀវវ័យ22ឆ្នាំទម្ងន់69គីឡូក្រាមដូចគ្នាកម្ពស់ 1.73 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅស្រុកបានហេតខេត្តខនកានព្រះរាជាណាចក្រថៃឡប់ប្រកួតចំនួន81ដងឈ្នះ65ដងចាញ់16ដងមិនដែលស្មើផ្ដួលគូប្រកួតសន្លប់ចំនួន12ដងប្រកួតចុងក្រោយចាញ់ពិន្ទុកីឡាករពេជ្រសីហាវាយបង្គំគ្រូតាមរបៀបព្រំមុខពួនជាកូនសិស្សរបស់លោកខុនដនមកពីក្លឹបអ៊ីមីណែនអែទស្សនិកជនសូមស្វាគមន៍ជូនកីឡាករបង្គោលខៀវព្រះរាជាណាចក្រថៃហ៊ីឡែកភីថាកមឿងកា So ladies and gentlemen, this is Khmer boxing traditional friendship Cambodia and Thailand will be fought at 69 kilogram. 5 rounds for boxing and 3 minutes a round. Introducing for the red corner Cambodia. He's 23 years old and staying 1.70 m. Is recording 112 with 81 wins, 26 losses, 5 draw, 25 wins coming by knockout. Introducing the blue corner, he's come from Thailand. He is 22 years old and staying 1.73 m. His record is 81 with 65 wins, 16 losses, no draw, 12 victories coming by knockout. អតិថិជនជាទីគោរពនិងជាទីមេត្រីព្រឹត្តិការណ៍ដែលលោកនាងកំពុងតែតឹងរង់ចាំបានមកដល់ហើយការប្រកួតបដាល់ដើម្បីដណ្ដើមជើងឯកខ្សែក្រវ៉ាត់ខារ៉ាបាវដែលមានកញ្ចប់ទឹកប្រាក់$10000ជើងឯកទទួលបាន$5000ជើងឯករង$3000បាទក៏ប៉ុន្តែមុននឹងទៅដល់ម្ចាស់$5000នេះតើឆ្លងកាត់កីឡាករថៃ4រូបហើយនិងកីឡាករកម្ពុជាដូចគ្នាតែអ្វីដែលយើងរំពឹងចុងក្រោយថាចុងក្រោយបើសិនជាកីឡាករណាមានពិន្ទុច្រើនហើយនឹងបន្ទាប់នឹងធ្វើការប្រកួតហើយមិនថាកម្ពុជានិងកម្ពុជាមិនថាថៃនិងថៃទេតែសម្រាប់វគ្គជម្រុះ4គូដំបូងគឺកម្ពុជាវាយជាមួយថៃរហូតថៃវាយជាមួយកម្ពុជារហូតតែចូលដល់វគ្គពាក់កណ្ដាលប្រៃបុតអាចខ្វែងថៃមួយថៃកម្ពុជាមួយកម្ពុជាតែអ្វីដែលវគ្គចុងក្រោយដែលយើងនឹកស្មានមកដល់អាចកម្ពុជានិងកម្ពុជាអាចថៃនិងថៃអាស្រ័យទៅលើពិន្ទុនៃការប្រកួតបាទដូច្នេះសូមជម្រាបដល់ទូរទស្សនិកជនថាហេកីឡាករកម្ពុជា4រូបថៃ4រូបចុងក្រោយអ្នកទាំងពីរនាក់ខ្មែរនិងថៃខ្វែងគ្នាឬយ៉ាងម៉េចសូមបានជាអ្នកអត្ថាធិប្បាយសូមបញ្ជាក់ថាអាស្រ័យទៅលើពិន្ទុនៃការប្រកួតបើសិនជាការប្រកួតពិន្ទុបន្តគ្នានោះអ្នកទាំងពីរនឹងបានខ្វែងគ្នាដោយស្វ័យប្រវត្តិតែម្ដងបាទគេថាគេយកលេខ1លេខ2នៅក្នុងកីឡាករកម្ពុជាទាំង4រូបហើយនិងលេខ1លេខ2កីឡាករថៃទាំង4រូបដូច្នេះវគ្គពាក់កណ្ដាលតែប្រត់នឹងខ្វែងគ្នាតែវគ្គដាច់ប្រត់យើងអត់ធានាថាកីឡាករខ្មែរឬក៏ថៃជួបគ្នាឬក៏អត់ទេវាអាស្រ័យទៅលើការពិន្ទុនឹងឯងបាទយើងថ្លែងអំណរគុណដល់ខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យហើយសម្រាប់ឡុងសាភីនេះគឺការថ្វាយបង្គំគ្រូរបស់គេនៅក្នុងនេះក៏ទៅជារឿងផ្សេងមកទៅហើយចា៎លោកស្រីប្រិយមិត្តទស្សនិកជននិងទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីនេះខ្ញុំសូមជម្រាបថាបង្គោលក្រហមគាត់ថ្វាយបង្គំគ្រូគឺតាមរបៀបកម្មករជីត្បូងចា៎បាទកម្មករជីត្បូងការថ្វាយបង្គំគ្រូរបស់ឡុងសុភីបាទក្នុងกระดาษបាញ់មិញខ្ញុំបានជម្រាបជូនរំលឹកគុណគ្រូបាទខ្ញុំបានអានតាមនឹងដែរតែដល់ពេលកាយវិការរបស់ឡុងសុភីគឺកម្មករជីត្បូងទេបាទនេះក៏ជីថ្វាយបង្គំគ្រូតាមរបៀបកម្មករជីត្បូងបាទគេហៅថាចៅចិត្តដែរជាមួយគុណនារីនោះញ៉ាកដាលបាទត្រៀមលុយមកនេះកដាលត្រៀមលុយទិញត្បូងដែលមានតម្លៃរបស់ឡុងសុភីឲ្យអស់ពីកាបូបដែរញ៉ាកដាលចំមើលញ៉ាកដាលធ្វើរកកំផែលឲ្យ1000ញ៉ាកដាលនេះរីសណាស់វើយរីសហ្មងស្វិត
គួរជាដកកបោបាទមានតែកណ្ដាល20សោកស្ដាយបាទអូនកណ្ដាល20ធំជាងគេដាក់កណ្ដាល1000តូចជាងគេមិនដឹងធ្វើម៉េចទេសម្រាប់ចិត្តយក1000ដែរបាទលោកសុពីខ្សាប់បីមកទៅក្រៅវិញណាយកឆេះកតិកានៃការប្រកួតហាមទាត់ប្រដាប់ការពារហាមពុះរលាក្បាលហាមវាយកញ្ចឹងកដួលហាមថែមពិសេសបំផុតអាយ៉ាកណ្ដាលឲ្យវាយត្រូវតែវាយអ្នកណាវាយអាយ៉ាកណ្ដាលដេញចេញពីការប្រកួតហើយឈ្នះបាន3ពិន្ទុចាញ់បាន1ពិន្ទុអត់មានស្មើទេអត់មានស្មើទេចក្រមត្រៀមប្រុងប្រៀបប្រកួតបាទបង្គោលក្រហមបបពិសោធន៍គេ81ដងជាទី2គឺជាគូប្រកួតវិលជុំសន្សំពិន្ទុជុំទី1ដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុនខារ៉ាបាវទី1រ៉ាវ៉ាន់បាទទីเล็กមឿនខានទីเล็กកីឡាកររបស់ថៃមកពីខេត្តខនแก่นจังหวัดขอนแก่นนะครับប្រទេសថៃខេត្តខនแก่นអ្នកខនแก่นនឹងសុរិនទឹកតាកីឡាករច្រើនមែនទែនមកប្រកួតនៅទូបាយ័នយើងចាំមើលឡុងសុភីអាចស្ដារកិត្តិយសបានទេព្រោះ2សប្តាហ៍មុនចាញ់បាទចាញ់ណាចេះរារឿងលោកច័ន្ទបច្ឆ័យចាញ់រារឿងលោកច័ន្ទបច្ឆ័យហើយចាំមើលលទ្ធផលថ្ងៃនេះឡុងសុភីអាចស្ដារកិត្តិយសជាមួយនឹងធីលិចបានដែរឬយ៉ាងម៉េចទៅបាត់ជើងក្រោមបាត់ជើងលើរបស់ឡុងសុភីបង្គោលក្រហមកីឡាករកម្ពុជាទឹកប្រាក់$5000របស់ការ៉ាបាវរងចាំហើយអ្នកដែលឈ្នះខ្លាយទៅជាម្ចាស់ទឹកប្រាក់និងខ្សែក្បាត់អ្នកអត្ថាធិប្បាយចប់មកការប្រកួតនេះទៅក៏មានទឹកប្រាក់ឧបត្ថម្ភដែរបានតែកីឡាករវិញអ្នកអត្ថាធិប្បាយក៏ត្រូវបានដែរការប្រកួតតទៀតលោជើងឆ្វេងកន្លែងអំណរគុណដល់លោកស្រីប្រកបម្ចាស់សន្តាគារឈឿនប្រកបនៅខេត្តឧត្តរមានជ័យតែមួយគត់ដែលឧបត្ថម្ភជូនខ្ញុំបាទជាអ្នកអត្ថាធិប្បាយបាទថ្លែងអំណរគុណដល់ម្ចាស់សន្តាគារឈឿនប្រកបនៅខេត្តឧត្តរមានជ័យលោកស្រីប្រកបម្ចាស់សន្តាគារតែម្ដងទូរស័ព្ទមកឧបត្ថម្ភជូនអ្នកអត្ថាធិប្បាយផងណាសន្តាគារឈឿនប្រកបនៅខេត្តឧត្តរមានជ័យនោះឯងចាប់ដើមទៀបស្ទងលើកទី1ឡុងសុភីប៉ារ៉ារឿងលោកចំប៉ាឆៃចាញ់លទ្ធផលពិន្ទុក៏ប៉ុន្តែប៉ះជាមួយនឹងធីล็กមិនទាន់ហ៊ានប្រមាណទេស្ទាបស្ទងគ្នាដល់ហើយធីล็กនេះទើបចាញ់ពេជ្រសីហាបន្ទុដែរបាទទី1ការប្រកួតគេហៅថាមិនមែនជាការប្រកួតធម្មតាមិត្តភាពឈ្នះហើយបាក់លុយចាញ់បាក់លុយទេគឺជាការប្រកួតដើម្បីស្វែងរកជើងឯកខារ៉ាបាវកញ្ចប់ទឹកប្រាក់$10000លេខ1 5000លេខ2 3000លេខ3 1200លេខ4លើកទឹកចិត្តបាន$800គេដែរមានន័យថាក្នុងចំណោមកីឡាករ8រូបនេះមាន4រូបទទួលបានប្រាក់រង្វាន់ប៉ុន្តែកីឡាករទាំងអស់មិនចង់បានលេខ3លេខ4លេខ2នោះទេមានអ្នកណាបងយកលេខ3ទេសម្រាប់8រូបនេះបងយកតែលេខ1ទេយកតែលេខ1ទេតែស្នេហ៍ជននៅទីនេះមិនបាច់សុំសម្លេងទេចាប់ទឹកទី1បានបញ្ចប់ឥឡូវឈានដល់ទឹកទី2គូអន្តរជាតិទី2គឺជាគូប្រកួតវិលជុំសន្សំពិន្ទុជុំទី1ដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់និងអមជាមួយថវិការបស់ក្រុមហ៊ុនខារ៉ាបាវ2015ទឹកទី2 round 2បង្គោលក្រហមឡុងសុភីបង្គោលខៀវទី round the red corner Cambodia ឡុងសុភី the blue T-Lex from Thailand will be for that 69 kilogram 69 kilogram ធ្វើដំណើរមកពីខេត្តឆ្ងាយផងប៉ះជាមួយឡុងសុភីឡុងសុភីនេះតូចមែនតើចង្កេះរបស់គេហាត់ដល់ហើយលោកពុទ្ធហើយជួយរបស់ទីล็กគាត់ស្ដាប់ឡុងសុភីសងស្ដាប់ទៅវិញវាក់ជើងជួយឡុងសុភី
ឡុងសពីនេះល្បីដល់ខេត្តរតនគិរីបាទខ្ញុំទៅខេត្តរតនគិរីកាលពីខែមុនបងប្អូននេះថាឡុងសពីហើយទស្សនិកជនតែចង់ឲ្យឡុងសពីប៉ះកែវកែវរំចង់ដែរបាទវត្តស្វាយមែនតើប្រុងប្រយ័ត្នមែនតើបាទ3បន្ទុកសំខាន់ណាស់ការប្រកួត3បន្ទុកសំខាន់ហើយសំខាន់នាំមុខការប្រកួតបាទយ៉ាទីលែកតតក្រោមដើរចូលសពីតតឆ្វេងទីលែកចង្គង់ឆ្វេងឡុងសពីទីលែកកញឹមប៉ុណ្ណឹងមិនអីទេតតស្ដាំមកជើងឡុងសពីថែមស្ដាំមកដែរញ៉ារូបភាពទាំងស្រុងទៅដល់បាទនឹងខ្ញុំបានមួយនៅឯខេត្តត្បូងឃ្មុំបាទប្រធានបេននៅខេត្តត្បូងឃ្មុំធានបេនឡានសាសួងនឹងភេកសូមសម្លេងយកឲ្យខ្លាំងៗដល់គ្នាមួយមកអាត្មានេះគឺគាត់កំពុងតែទស្សនាជាមួយនឹងមិត្តភ័ក្តិគាត់ថាចូលចិត្តមែនតើបដាទូបាយ័នបាទថ្ងៃនេះទូបាយ័នស្ទឹងមានជ័យម៉ាស៊ីនត្រជាក់ប្រែខ្លាយទៅជាម៉ាស៊ីនកម្ដៅហើយទុំជ្រះទេអ្នកអធិប្បាយចាប់ផ្ដើមទៅទៀតហើយបាទគាត់ស្ដាំរបស់សុភីផ្ញើរូបភាពនេះទៅដល់បងអូនជីបលេងនៅប៉ោយប៉ែតផងដែរបាទចូលចិត្តបដាល់ខ្មែរយើងណាការប្រកួតរបស់ទូបាយ័នគាត់ឆ្វេងឡុងសុភីតបសងវិញពីធីលែកតបស្ដាំមកជើងនេះលែកអោបគ្នាច្រែងជង្គង់លោកបាទធុនសុភីបំបែកកម្ពស់ប្រព័ន្ធគ្នាបាទកីឡាករថៃគួរជាង3សង់ទីម៉ែត្រគួរជាងបាទនេះបាន3សង់ទីម៉ែត្រ3សង់ទីម៉ែត្រកម្ពស់ចាំបាច់មានកម្ពស់បាទកម្ពស់មួយឈរចាប់ទឹកទី2ធ្វើឲ្យកម្លាំងខ្លាំងក្លាប្រាជ្ញាឆ្លាតវៃអ្នកឲ្យទឹកចេញក្រៅគូអន្តរជាតិទី2គឺជាគូប្រកួតវិលជុំសន្សំបន្ទូជុំទី1ទឹកទី3 round 3បាទ round 3អាយ៉ាអូគៀវនេះផងលេងហើយហមលេងស្ដាំអូហេយ៉ាកាត់ដៃបាក់ដៃថែមមកជើងទៀតទីលែកអានេះគេហៅថាក្រានជើងហើយថែមក្រានពីនេះមកដែរទៀតទៅ100ទីលែកនេះប្រែថាតូចតូចតែឈ្មោះនេះអូនតូចឡុងសពីស្ដារគេនិយមបានអត់បន្ទាប់ពីចាញ់ម្ដងទៅហើយបាទចាញ់មកទីលែកគេចាញ់រារឿងទៅបាឆៃគុំមកធ្វើបានសងសឹកទេការគប់គងសម្រាប់កីឡាករថៃមានឡុងសពីមានបឺនសាពីវងណ້ອຍកម្ពុជាបហាផាយកីឡាករថៃអាភ័ព្វតកែរំចង់មួយទេបាទ4ប្រកួតបាទអ្នកក្បួនទាំង4ទាំងអស់បាទឧបមាថាកីឡាករកែរំចង់ជួបកីឡាករខ្មែរវាដាច់គាត់ខ្ពស់ទៀតឡុងសពីវងណ້ອຍមើលទៅវាទៅខ្ពស់យ៉ាកែរំចង់ទៀតជាងគេបាទធ្វើម៉េចទេយើងវាការមកទៀតបាទធ្វើម៉េចបាទតែទៀតឲ្យបានសង្ហាយោងហើយបានបាយល្អយោងដែរតែភាសាកែរំចង់ឡើយនឹងចុះអត់ចង្គង់ឡុងសពីតាមគ្រាចង្គង់ស្ដាំឡុងសពីចង្គង់ស្ដាំឡុងសពីចាប់បោកសូមសម្លេងយកឲ្យខ្លាំងៗដល់គ្នាមួយទៀតទីលែកហែតបជើងស្ដាំចាប់ជើងជាប់អីអូសុភីតបជើងស្ដាំចង្គង់ឆ្វេងចង្គង់សងវិញចង្គង់អោបចង្គង់ស្ដាំទីលែកចង្គង់សងឡុងសុភីកែទីលែកកែស្ដាំទីលែកចង្គង់ឆ្វេងសុភីអោបលោកកញ្ញាកណ្ដាលមិនតបបាយទេបបាយហើយបាទ3បន្ទូបានទៅនៅណាទីលែកអោបចង្គង់ឆ្វេងចង្គង់ឆ្វេងសពី
អោបជង្គង់ឆ្វេងកែងឆ្វេងទីលេខជង្គង់មកយាយសុភីព្យាយាមអោបច្រើនជាមួយនឹងទីលេខបីលេងជង្គង់ពេលច្រើនធាក់ទៅពីសុភីធាក់ឆ្វេងសុភីជង្គង់ពិបាកចូលណាស់កីឡាករថៃរូបនេះកែងសុភីជង្គង់ឆ្វេងធាក់ស្ដាំចាប់ទឹកទី3គូអន្តរជាតិទី2គឺជាគូប្រកួតវិលជុំសន្សំពិន្ទុជុំទី1ទឹកទី4 round 4អរគុណដល់ខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យពេលជាពេលកម្លាំងមានវីតាមីន B12 គឺខារ៉ាបាវនេះឯងបាទអេយ៉ាកែរបស់ទីលេខជង្គង់កែអត់ចូលទេកែទីលេខហើយទឹកចាយកែមួយទៀតរបស់ទីលេខកែឆ្វេងជង្គង់របស់សុភីទប់ជង្គង់កែឆ្វេងទីលេខឡុងសុភីបាទបណ្ដោយឲ្យទីលេខចូលពី3កែងហើយឡោដូចគ្នានេះណាបាទបើថាកែងរត់ជាប់គ្នាការកាច់បត់កែងបបកោខៀវល្អជាងបត់កែងបានវាយជាងឡុងសុភីនេះដៃគូរបស់ឡុងសុភីមិនធម្មតាទេអោគ្នាទៀតហើយជង្គង់ឆ្វេងទីលេខជង្គង់ឆ្វេងជង្គង់ឆ្វេងទីលេខជង្គង់សងវិញសុភីជង្គង់ទល់ទីលេខមកចោលឡុងសុភីអោបមានមិនបងអោបគេហ្នឹងតែសួរច្រើនឈប់វាយលើកំប៉ុងវាយគេលើសួរទៀតចាំថាទីបាយនេះអូយដល់បាត់ហើយ1 2 3ទីលេខ4រុលកាយតដល់ស្លាប់ឡុងសុភីតែម្ដង6 7 8ស៊ូបានតទៅទៀតប្រកួតបន្តប្រកួតតទៀតបានអីទៅទៀតហើយទីលេខសង្ស័យមិនទុកទេជង្គង់សុបសិនលោកកញ្ញាកដាលអកុសលសូមរាប់1 2 3អត់ឲ្យអត់ឲ្យតដែររួចទេអត់ទេតទៅ$5,000ច្រើនណាពីសមុទ្រចន្ទហោះទៅវិញអស់តែ200ទេច្រើន7សល់$4,800ស៊ីចាយសុខក្បែរសល់$4,000ធនាគារតការប្រកួតរៀបរាប់ម្ចាស់គេបានគិតអីផងគិតដែរថាទីបាយតទៀតឡុងសុភីអាចស្ទូចផុតទឹកទី4នេះទេអស់ហើយឡុងសុភីដូចជាអស់កម្លាំងមែនតើធាក់ឆ្វេងរបស់ទីលេខជង្គង់ហោះតោះជង្គង់ឡុងសុភីទល់កែងឆ្វេងទីលេខលោកគុណសុភីមកបាយកែងស្ដាំទីលេខជង្គង់ឆ្វេងទីលេខមកហើយអោបគ្នាបាយចាប់សសាក់មួយទៀតសូមទស្សនារូបភាពយឺតឡុងសុភីនៅជាប់ដៃជាមួយទីលេខអស់បាត់ទៅហើយរូបភាពយឺតអ្នកឲ្យទឹកចង្ក្រៅគូអន្តរជាតិទី2គឺជាគូប្រកួតវិលជុំសន្សំពិន្ទុដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់អមជាមួយថវិការបស់ក្រុមហ៊ុនខារ៉ាបាវ2015បានដែរទី5ដែលជាទឹកដាច់ព្រាត់ Final round Cambodia Friendship Thailand អោជាប់របស់ឡុងសុភីកូស្ទ័ររបស់លោកឡុងសារវ័នត្រូវជាមិត្តភក្តិរួមអាជីពជាមួយនឹងឡុងសវណ្ណឌឿនហើយជាមួយនឹងឡុងសវណ្ណពៅឡុងអីទៀតលីស៊ឺឡុងមិនលាត់ឡុងចាក់អបបំបាយដែរលោកយ៉ាងណាទុនទៅវាតកងរបស់ទីលេខអោប
គ្រាអីអើយបាទឡុងសពីដួលបាត់ហើយឡុងសពីមិនបដូរទេមិនឈ្នះទេដូរដែរតែបដូរមិនចេញបាទជាមួយទី렉កែក៏ចេះចង្គង់ក៏ចេះហើយរឹងទៀតពោះទៀតនេះហើយបានគេហៅថាការប្រកួតមើលទៅប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែកម្លាំងហាក់បីដូចជាទី렉ខ្លាំងជាងហើយរឹងខ្លាំងជាងអត់ជាប់ចង្គង់របស់ឡុងសពីបោកទី렉អត់ដួលយ៉ាអោបរបស់ទី렉អោបជាប់ឡុងសពីគេយាមអោបមានឱកាសតែមួយទេបាទសិនជាឡុងសពីវាយជង្គង់ត្រូវអាចឈ្នះទី렉បាទឬក៏កែងនេះគឺថាអស់សង្ឃឹមតែម្ដងពីព្រោះថាទី렉គៀកកែងជាប់បាត់ហើយរយមិនចេញទេដល់ជាងទឹកមុនឡុងសពីញាក់ឆ្វេងរបស់ទី렉មិនយាយសពីអស់លេងហើយឡុងសពីអស់ជំនឿខ្លួនឯងបាត់ទៅហើយទស្សនិកជនហើយអធិស្ឋានខ្ញុំមកការប្រកួតលើកទី1តែខ្ញុំសន្យាថាលើកទី2នឹងធ្វើឲ្យបានក្នុងចំណោម4ប្រកួតនេះព្រោះយ៉ាងណាក៏ដោយសងវៀនខារ៉ាបាវស្វាគមន៍ខ្ញុំគ្រប់ពេលទៅហើយខ្ញុំមកធ្វើឲ្យអ្នកដែលគ្រប់គ្រងខ្ញុំគោលបំណងនេះពិសេសអ្នកខេត្តរតនគិរីលេខស្ដាយឲ្យបានស្គាល់ឡុងសពីច្បាស់ណាស្គាល់ឡុងសពីច្បាស់ណាទោះបីស្ពីកផាស្លៀកបឹងក៏នៅតែឡុងសពីដែរបាទដៃមួយសិនរបស់ទី렉បាទយាយបាទឡុងសពីអស់ហើយទី렉ក៏ដឹងខ្លួនដែរក៏មិនបខំដែរឃើញឡុងសពីចឹង45វិនាទីចុងក្រោយបាទទី렉គេហាក់បីដូចជាមានជំនឿថាខ្ញុំនាំបន្ទូវាយហើយបើខ្ញុំមិនវាយខ្ញុំអាចឈ្នះដែរតែឡុងសពីគាត់ថាណាដឹងបីជាមួយគណៈកម្មការសិនបាទឡុងសពីសាំមកវាយចូលមកក៏លោកឯងវាយធ្វើម្ដាយសន្លប់អីអត់ចូលបាទភ្លឺចូលអត់ទៅយូរភ្លឺចូលរាប់ម្ដងម្នេះហើយឯងសង្កេតកិច្ចអ្នកណាថាឯកសារទៅសំខាន់លទ្ធផលនាំមុខ3ទឹកប្រាក់$5000លេខសោយកពុំ1ទៅចូលនឹងថ្មសន្លប់ស្ដូងធ្វើម៉េចទៅអានេះគេហៅថាកីឡាករត្រូវមានល្បិចដូច Pac-Man មេរីប៉ាគីអោអញ្ចឹងតែឈ្នះហើយទឹកទី9ឡាំប៉ាវិញសងវៀនតែម្ដងលេងវាយរត់យករហូតដូចមាន់ដេញចឹកកតុយអញ្ចឹងតែចឹកជាប់លើកជើងឲ្យបណ្ដោយចានេះខ្ញុំសូមអនុញ្ញាតប្រកាសជូនបង្គោលខៀវកីឡាករធី렉ភីកថាក់មឿកាន់ទទួលជ័យជំនះលើកីឡាករបង្គោលក្រហមដោយពិន្ទុ And the winner is the blue corner Thailand T-Leg